បាច់ឆ្កែប្រយុទ្ធសំដៅទៅលើការប្រយុទ្ធគ្នារវាងយន្តហោះចម្បាំងពីរឬក៏ច្រើនដោយសត្វឆ្កែពីរក្បាលកំពុងខំគ្នាសត្វឆ្កែខំគ្នាក្រឡឹងជុំវិញសង្គ្រឹះថ្មិញដាក់គ្នានិងព្យាយាមខំសត្រូវពីក្រោយខ្នងដូចគ្នាដែរអ្នកបើកយន្តហោះចម្បាំងបើកប្រដេញគ្នានៅលើមេឃក្រឡឹងចាក់គួរដើម្បីតាមសម្លាប់គ្នាដោយការបាញ់ប្រហារពីក្រោយនិងក្នុងល្បឿនដ៏លឿនបំផុតក្នុងក្បាច់ឆ្កែប្រយុទ្ធនេះមានតាក់ទិកចំនួន6ដែលកំណត់អាយុជីវិតរបស់អ្នកចម្បាំងអាកាសផ្្លាត់ស្នៀតតែបន្តិចសត្រូវអាចសម្លាប់អ្នកក្នុងពេលត្រឹម1វិនាទីទី1គឺក្បាច់ដង្វិលជុំនេះគឺជាឈុតឆាកដែលយន្តហោះពីរចាក់គួរក្រឡឹងជុំវិញគ្នាទៅវិញទៅមកបត់បកត្រឡប់ក្រោយចុះឡើងយ៉ាងលឿនបំផុតដើម្បីឆ្មក់វាយប្រហារភាគីម្ខាងទៀតចំត្រង់ពីក្រោយខ្នងយន្តហោះដែលអាចប្រើក្បាច់ក្រឡឹងនេះល្អបំផុតគឺយន្តហោះចម្បាំង Japanese Zero របស់ជប៉ុននិង MiG-15 របស់សហភាពសូវៀតទី2គឺក្បាច់វាយសង្គ្រប់យន្តហោះចម្បាំងមួយចំនួនមិនអាចបត់ខ្លួនបានលឿនទេដូច្នេះជំនួសឲ្យការបង្វិលខ្លួនលបប្រហារអ្នកបើកយន្តហោះប្រើក្បាច់ហោះឡើងយ៉ាងលឿននិងឲ្យបានខ្ពស់បំផុតបន្ទាប់មកជ្រមុជក្បាលសំយ៉ុងចុះក្នុងល្បឿនលឿនបំផុតដើម្បីប្រហារសត្រូវហើយងើបបោះពួយហោះឡើងវិញទៅលឿនស្លេវដើម្បីកុំឲ្យសត្រូវតដៃវាយបកវិញបានក្បាច់នេះជាភាសាអង់គ្លេសគេហៅថា boom and zoom ទី3ក្បាច់ហោះបញ្ឈរត្រឡប់ខ្លួនក្បាច់នេះគឺជាល្បិចកិច្ចពីគូប្រយុទ្ធយន្តហោះហោះបញ្ឈរហើយត្រឡប់ខ្លួន180ដឺក្រេរួចបកក្បាលត្រឡប់ក្រោយក្នុងទិសដៅផ្ទុយក្បាច់ដ៏លឿនរហ័សនេះធ្វើឲ្យគូប្រយុទ្ធពិបាកកំណត់គោលដៅវាយប្រហារទី4គឺក្បាច់ជ្រមុជក្បាលហើយផ្អៀងខ្លួនចុះឡើងដើម្បីបង្វែងគោលដៅរបស់គូប្រយុទ្ធបន្ទាប់មកលបវាយឆ្មក់ពីក្រោយទី5ក្បាច់បកក្រោយនៅពេលដែលសត្រូវកំពុងដេញតាមប្រកៀកប្រកិតពីក្រោយអ្នកបើកយន្តហោះត្រឡប់ខ្លួនបកមកតាមពីក្រោយគូប្រយុទ្ធវិញដើម្បីលុបប្រហារទី6ក្បាច់ត្រឡប់ខ្លួនបន្ថយល្បឿនអ្នកបើកយន្តហោះបង្អង់ល្បឿនបន្តិចត្រឡប់ខ្លួនចុះឡើងដើម្បីឲ្យភាគីម្ខាងទៀតហោះទៅមុខមុនក្បាច់នេះប្រសិនបើបន្ថយល្បឿនជ្រុលអាចត្រូវសត្រូវបាញ់ចំភ្លាមក្បាច់ទាំង6នេះត្រូវប្រើដំបូងនៅក្នុងសង្គ្រាមលោកលើកទី1និងបន្តមកដល់បច្ចុប្បន្នការដឹងពីរបៀបកម្ចាត់សត្រូវជាវិធីតែមួយគត់ដែលអាចរក្សាជីវិតពេលប្រយុទ្ធនៅលើអាកាសខ្ញុំរស់សុធាពី News Today NTTV